chia sẻ thay ní dương khơi tẹt tương nâng cách ca nghe mũi chỉ mũi áp bị bao khai tạc kèo áp bị bao khai tạc kèo ban lược láng bị cả này mũi tham miên nẹt xa bò miên ban tụm nẹt tụm nông mà quạt hai từ pha cà phê hai bên lúc lúc ai đom áp bị bao khai tạc kèo cả ban lược láng pi nẹt xa bò miên lúc nông cáchประชุม mũi chẳng kèo hai cả ca lược láng lúc còn ban pra bịa tha nẹt xa bò miên bắt sờ thò ăn miên bị chi vẹt rồi một tiết còn khơi miên caประกรรม របស់អ្នកសារព័ត៌មានរបស់យើងមួយចំនួនទៅក៏បានគេហៅថាឆ្លើយតបឬក៏ប្រតិកម្មនឹងការលើកឡើងរបស់អភិបាលខេត្តការប្រតិកម្មខ្លះយើងឃើញដូចជាករណីនៃការប្រតិកម្មខ្លះខ្ញុំឃើញមិនជាការប្រតិកម្មនិយាយពីកំហុសឆ្គងនៃការលើកឡើងរបស់អភិបាលខេត្តទេគេថាប្រើពាក្យសម្ដីដូចคล้ายទៅជាការប្រមាថដោយការប្រើប្រាស់ជេរអាថោកទាបនៅក្នុងនោះយើងឃើញមានសារព័ត៌មានដែលតាមយើងដឹងគឺលោកផៃវណ្ណៈណាដែលគាត់បានបង្ហោះហ្នឹងអាអ្នកខេត្តតកែវអាអ្នកនៅខេត្តតកែវអីចឹងទៅថោកទាបបើយើងចង់និយាយពីកំហុសលោកអភិបាលខេត្តយើងនិយាយពីកំហុសរបស់គាត់ទៅតើគាត់មានការខុសឆ្គងនៅត្រង់ណាយើងនិយាយពីចំណុចហ្នឹងទៅឧទាហរណ៍អាចយើងនិយាយថាបងប្អូនប្រជាពលរដ្ឋយើងឬក៏អ្នកសារព័ត៌មានខ្លះគាត់លើកឡើងថាអូគ្រាន់តែអភិបាលខេត្តហៅទៅផឹកកាហ្វេមិនបានតាមដែលខ្ញុំយល់លោកអភិបាលខេត្តមិនមែនតាក់ទងហៅទៅផឹកកាហ្វេមិនបានទេគឺការលើកឡើងរបស់គាត់ហ្នឹងក្នុងករណីការងាររបស់គាត់រវល់គាត់ចង់បញ្ជាក់ថាការងារទទួលភារកិច្ចក្នុងការគ្រប់គ្រងដែនអធិបតេយ្យមួយនៅក្នុងខេត្តដែនរដ្ឋបាលមួយក្នុងខេត្តគាត់មានកិច្ចការងារច្រើនដោយគាត់បានរៀបរាប់អញ្ចឹងការងារក្នុងកម្មវិធីផងការងារគណៈបកផងការងារកាកបាទក្រហមអីអញ្ចឹងទៅការងាររដ្ឋាភិបាលគាត់ចង់សម្ដែងអញ្ចឹងទេប៉ុន្តែក្នុងនោះបើយើងពិចារណាឲ្យស៊ីជម្រៅទៅបើសិនជាមានរឿងពិតដោយលោកអភិបាលខេត្តនិយាយចំពោះអ្នកសារព័ត៌មានណាមួយហ្នឹងណាមួយដែលគាត់និយាយហ្នឹងមានន័យថាដោយសារអ្នកសារព័ត៌មានហ្នឹងហាក់បីដូចជាមានទំនាក់ទំនងគ្នាយើងស្ដាប់ទៅហាក់បីមានទំនាក់ទំនងគ្នាមិនដូចជាបើថាអ្នកសារព័ត៌មានអត់ធ្លាប់មានទំនាក់ទំនងគ្នាសោះក៏មិនអាចនិយាយអញ្ចឹងទេមានន័យថាអាចទំនាក់ទំនងគ្នាអាចមនុស្សជាអាចស្និទ្ធស្នាលនឹងគ្នាឬក៏ធ្លាប់ស្គាល់គ្នាទៅជែកគ្នាអញ្ចឹងទៅបានហៅសួរថាទំនេរទេមកផឹកកាហ្វេហ្នឹងនោះបញ្ហាហ្នឹងអញ្ចឹងយើងមើលឃើញមករយៈហ្នឹងឃើញយើងឃើញអ្នកសារព័ត៌មានមួយចំនួនការប្រតិកម្មជាមួយអាយដាមអភិបាលខេត្តហ្នឹងហើយការប្រតិកម្មខ្លះដូចខ្ញុំថាអញ្ចឹងប្រើពាក្យជាអសរោះគេហៅលើសបើយើងនិយាយពីកំហុសនៃការខុសឆ្គងត្រឹមអភិបាលខេត្តយើងហៅយើងអញ្ជើញគាត់ឬក៏ហៅទៅផឹកកាហ្វេនឹងមានការខុសឆ្គងហ្នឹងវាអត់ជាកំហុសអត់ជាបញ្ហាប៉ុន្តែអាការជេរប្រមាថអាការជេរប្រមាថដូចជាអ្នកនៅតកែវម្នាក់ថោកទាបថោកអីអញ្ចឹងឃើញទេវាអាចប៉ះពាល់ជាមួយជាជនរងនៅមូលដ្ឋានហើយក្នុងនាមយើងជាអ្នកសារព័ត៌មានជាស្ថាប័នមួយនឹងដែរអញ្ចឹងកិច្ចការងារទាំងអស់ហ្នឹងសម្រាប់ខ្ញុំកិច្ចការងារខ្លះខ្ញុំអាចលើកឡើងតាមរយៈការផ្សាយការផ្សព្វផ្សាយអញ្ចឹងដែរប៉ុន្តែខ្ញុំមានកិច្ចការងាររបស់ខ្ញុំមួយទៀតដែលពាក់ព័ន្ធនឹងភារកិច្ចតួនាទីខ្ញុំដែលអាចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានទៅលើយន្តការនៃការគ្រប់គ្រងអ្នកសារព័ត៌មានហ្នឹងជាពិសេសបងប្អូនអ្នកសារព័ត៌មានយើងដែលគាត់គោរពនឹងអនុវត្តទៅតាមក្រមសីលធម៌ឬក៏ច្បាប់ទម្លាប់ស្ដីពីរបបនៃអ្នកសារព័ត៌មានហ្នឹងវាអត់មានបញ្ហាទេប៉ុន្តែពេលខ្លះយើងយកបណ្ដាញសារព័ត៌មានហ្នឹងคล้ายដូចជាសមរភូមិមួយដែរคล้ายជាសមរភូមិសម្រាប់គេហៅប្រមូលផ្ដុំគុំគ្នាដើម្បីវាយប្រហារពីក្រុមមួយទៅក្រុមមួយយើងឃើញមានលក្ខណៈអញ្ចឹងដែរនៅក្នុងករណីហ្នឹងយើងឃើញដូចជាអ្នកសារព័ត៌មានលោកសានមន្ទឿនខ្ញុំបានស្ដាប់គាត់និយាយថាអភិបាលខេត្តអីក៏អស់ចាម៉េះហើយគាត់និយាយភាសាហ្នឹងគាត់ថាលោកអភិបាលខេត្តហ្នឹងមានការរើសអើងទៅលើអ្នកសារព័ត៌មានប៉ុន្តែគាត់បានពិចារណាពាក្យគាត់ថាទេត្រឹមតែអភិបាលខេត្តហ្នឹងអស់ចាម៉េះពាក្យហ្នឹងមានន័យថាម៉េចពាក្យហ្នឹងមានន័យថាក៏រើសអើងដូចគ្នាដែរយើងរើសអើងចុះបើលើសពីអភិបាលខេត្តដល់រដ្ឋមន្ត្រីដល់នាយករដ្ឋមន្ត្រីដល់ឧបនាយករដ្ឋមន្ត្រីបានជាវាអស់ចាឬក៏យ៉ាងម៉េចយើងឃើញអញ្ចឹងបានពាក្យខ្លះដោយសារយើងអីយើងសម្ដែងនៅអារម្មណ៍ខឹងស្អប់ដល់សម្ដែងនៅអារម្មណ៍ខឹងស្អប់យើងពោលពាក្យពេចទាំងឡាយមកយើងអត់បានគិតយើងនិយាយថាអាដាមអភិបាលខេត្តមានការរើសអើងទៅដល់អ្នកសារព័ត៌មានយកបញ្ហាអ្នកសារព័ត៌មានយកទៅបកស្រាយជាសាធារណៈប៉ុន្តែទោះជាការបកស្រាយរបស់អាដាមអភិបាលខេត្តហ្នឹងមិនបានបញ្ចេញទៅលើបុគ្គលអ្នកសារព័ត៌មានណាមួយឬក៏អង្គភាពស្ថាបព័ត៌មានណាមួយអនឡាញក្តីក៏ដោយប៉ុន្តែយើងឃើញការប្រតិកម្មភាសាខ្លះដែលយើងហាក់បីឃើញទៅគេហៅថារួមគ្នាគឺគេហៅថាបង្កជាបញ្ហាឬក៏អាចថា
ជាការដែលវាយបកត្រឡប់មកវិញដោយលេងគិតនៅក្រមសីលធម៌តម្លៃថ្លៃថ្នូរនៃមនុស្សយើងមិនទាន់គិតដល់វិជ្ជាជីវៈនៃកិច្ចការងាររបស់យើងទេតម្លៃរបស់មនុស្សមានន័យថាយើងប្រើភាសាខ្លះដូចខ្ញុំនិយាយអញ្ចឹង